រឿងក្តីនេះគឺបានកើតឡើងនៅក្នុងប្រទេសចិនដោយនៅថ្ងៃទី19ខែកុម្ភៈឆ្នាំ1999ដែលវាត្រូវជាថ្ងៃទី4នៃបុណ្យចូលឆ្នាំចិននារីដែលជាបុគ្គលិកខាងផ្នែកគណនេយ្យម្នាក់ដែលយើងធ្វើការនៅក្នុងក្រុមហ៊ុនមួយក្នុងអគារ Laida ដែលស្ថិតនៅក្នុងទីក្រុងហាងជូវគឺនាងបានបាត់ខ្លួនបន្ទាប់ពីនាងបានទៅធ្វើការនៅក្នុងក្រុមហ៊ុនហ្នឹងតែនារីម្នាក់ហ្នឹងគឺមានឈ្មោះថាកញ្ញាលាវហើយនៅក្នុងថ្ងៃហ្នឹងដោយសារតែពិធីបុណ្យចូលឆ្នាំចិនវាអត់ទាន់បញ្ចប់ទៅនៅឡើយអញ្ចឹងគឺបុគ្គលិកភាគច្រើនពួកគាត់អត់ទាន់ត្រឡប់មកធ្វើការវិញទេប៉ុន្តែដោយសារតែកញ្ញាលាវគាត់មានការដែលគាត់ត្រូវធ្វើអញ្ចឹងណាគាត់ក៏មកធ្វើការជាធម្មតាយ៉ាងដែរនៅក្នុងក្រុមហ៊ុនគឺវានៅមានសភាពស្ងាត់នៅឡើយហើយនាងក៏ត្រូវបានបាត់ខ្លួនចាប់តាំងពីពេលហ្នឹងមកបន្ទាប់ពីការបាត់ខ្លួនគឺគ្រួសារនិងមិត្តភ័ក្តិរបស់នាងអីព្យាយាមស្វែងរកនាងដែរប៉ុន្តែគឺអត់ទទួលបានដំណឹងរបស់នាងទេគឺពួកគាត់ទៅរកនៅក្រុមហ៊ុននៅអីចឹងដែរប៉ុន្តែគឺអត់មានទទួលបានលទ្ធផលអីទេរហូតដល់ការបាត់ខ្លួនកន្លងផុតទៅ3ថ្ងៃគឺនៅថ្ងៃទី22ខែកុម្ភៈគឺមានសន្សុកក្រុមហ៊ុននៅអគារ Laida ណាគាត់បានដើរឆែកមើលនៅក្នុងក្រុមហ៊ុនអីចឹងទៅហើយគាត់ក៏បានទៅឆែកនៅជាន់ទី11ដែលជាន់ទី11ហ្នឹងគឺជាកន្លែងដែលគេកំពុងតជួសជុលសាងសង់ណាប៉ុន្តែនៅក្នុងថ្ងៃហ្នឹងវាខាងកម្មករខាងជាងអីអត់ទាន់ត្រឡប់ចូលធ្វើការវិញទេអញ្ចឹងគឺវាអត់មានមនុស្សទេគាត់បានឡើងទៅឆែកនៅជាន់ទី11ហ្នឹងទៅគឺគាត់ស្ដាប់តែធំក្លិនគឺធំក្លិនស្អុយគាត់បានដើរស្វែងរកប្រភពនៃក្លិនហ្នឹងហើយក៏បានដឹងថាវាចេញពីបន្ទប់ទឹកមនុស្សស្រីមួយនៅទីហ្នឹងហើយគាត់ក៏បានប្រទះឃើញមានបាវមួយបាវដែលដាក់នៅអាកន្លែងលាងដៃនៅក្រោមកន្លែងលាងដៃហើយដែលសំខាន់គឺបាវហ្នឹងវាមានឈាមចេញមកខាងក្រៅសន្សុកម្នាក់ហ្នឹងគាត់ក៏បានឆែកមើលនៅក្នុងបាវហ្នឹងហើយវាជារូបភាពដែលធ្វើឲ្យគាត់តក់ស្លុតខ្លាំងមែនតើពីព្រោះថាគ្រាន់តែគាត់បើកឡើងមកភ្លាមគឺសតបំណែកសាកសពមនុស្សកាត់ជាកង់ហើយប្រឡាក់ជោគជាំទៅដោយឈាមបន្ទាប់ពីរកឃើញបែបហ្នឹងហើយសន្សុកហ្នឹងក៏បានខលរាយការណ៍ទៅប៉ូលីសហើយប៉ូលីសគេបានចុះមកត្រួតពិនិត្យអីចឹងទៅក៏បានដឹងថាវាគឺជាសាកសពរបស់មនុស្សស្រីហើយចំនួនបំណែកសាកសពហ្នឹងមានប្រហែលជាង30បំណែកមានក្បាលមានអីគឺដាច់ចេញពីគ្នាអីចឹងទៅបន្ទាប់ពីធ្វើការបញ្ជាក់ហើយគេក៏បានដឹងថាសាកសពហ្នឹងគឺជាសាកសពរបស់កញ្ញាលាវដែលបានបាត់ខ្លួនកាលពី3ថ្ងៃមុនហ្នឹងឯងហើយប៉ូលីសក៏ចាប់ផ្ដើមធ្វើការស៊ើបអង្កេតស្វែងរកឃាតករប៉ូលីសស៊ើបអង្កេតដំបូងគេគឺអ្នកនៅក្នុងក្រុមហ៊ុនហ្នឹងឯងពីព្រោះថាកញ្ញាលាវគឺគាត់បានបាត់បង់ជីវិតនៅក្នុងក្រុមហ៊ុនហ្នឹងប៉ូលីសបានសួរទៅបុគ្គលិកនៅក្នុងក្រុមហ៊ុនហ្នឹងអីចឹងទៅក៏បានដឹងមកថានៅក្នុងថ្ងៃទី4នៃបុណ្យចូលឆ្នាំចិនហ្នឹងគឺមានតែកញ្ញាលាវហើយនឹងសន្សុកម្នាក់ទេដែលធ្វើការនៅក្នុងក្រុមហ៊ុនហ្នឹងដែលសន្សុកម្នាក់ហ្នឹងគឺមានឈ្មោះថាលាវឆៅគឺមានតកូលលាវដូចកញ្ញាលាវដែរហើយអ្វីដែលចម្លែកគឺសន្សុកម្នាក់ហ្នឹងគឺនៅក្នុងល្ងាចថ្ងៃដែលកញ្ញាលាវបាត់ខ្លួនហ្នឹងគឺគាត់បានបញ្ញាបញ្ញាចាក់ចេញពីក្រុមហ៊ុននិយាយទៅគឺចាក់ចេញពីទីក្រុងហ្នឹងតែម្ដងគាត់បានខ្ចីលុយមិត្តភ័ក្តិរបស់គាត់ថាគាត់មានការបន្ទាន់ហើយគាត់ក៏បានចាក់ចេញទៅបាត់ទៅប៉ូលីសក៏បានដាក់ការសង្ស័យទៅលើសន្សុកឈ្មោះថាលាវឆៅហ្នឹងហើយពួកគាត់បានប្រមូល DNA ស្នាមប្រយោលដៃនៅកន្លែងកើតហេតុអីចឹងទៅក៏បានទៅផ្ទៀងផ្ទាត់គ្នាជាមួយនឹងDNA ដែលបន្សល់នៅក្រែគេងរបស់លាវឆៅបន្សល់នៅក្នុងបន្ទប់គេងរបស់គាត់អីចឹងណាហើយវាក៏បានផ្ទៀងផ្ទាត់គ្នាថាហ្នឹងហើយគឺជានៅកន្លែងកាត់ហេតុគឺជា DNA របស់សន្សុកដែលឈ្មោះថាលាវឆៅនឹងពិតមែនដូច្នេះគឺលាវឆៅបានក្លាយទៅជាជនសង្ស័យចម្បងគេនៅក្នុងករណីឃាតកម្មទៅលើកញ្ញាលាវប៉ុន្តែឥឡូវហ្នឹងគឺប៉ូលីសអត់ទាន់ដឹងថាគាត់ធ្វើដំណើរទៅណាគេគឺប៉ូលីសត្រូវព្យាយាមតាមស្វែងរកចាប់ខ្លួនគាត់ហើយអ្វីដែលគេបានដឹងមកគឺលាវឆៅហ្នឹងទំចូលធ្វើការជាសន្សុកនៅក្នុងក្រុមហ៊ុនហ្នឹងអត់ទាន់បានមួយខែទេទំតែជាងកន្លះខែគាត់ក៏ប្រព្រឹត្តករណីឃាតកម្មដ៏ឃោរឃៅបែបហ្នឹងឥឡូវយើងទៅស្គាល់ពីលាវឆៅបន្តិចលាវឆៅគាត់បានកើតនៅក្នុងឆ្នាំ1975គឺគាត់ទើបតែមានអាយុ24ឆ្នាំទេនៅក្នុងពេលកើតហេតុហ្នឹងគាត់មានស្រុកកំណើតនៅតំបន់ថៃសុនទីក្រុងវិនជើខេត្តជើជាងក៏ប៉ុន្តែគឺมันមានព័ត៌មានផ្លូវការដែលនិយាយពីប្រវត្តិគ្រួសារពីកុមារភាពរបស់គាត់ទេប៉ុន្តែគាត់ថាមានសារព័ត៌មានខ្លះដែលគេនិយាយថាគឺគាត់កើតនៅក្នុងគ្រួសារកសិករហើយគាត់មានបងប្អូន5នាក់គាត់គឺជាកូនពៅគេហើយគឺជាកូនប្រុសតែម្នាក់ទៀតហើយគេបាននិយាយថាកាលពីតូចគឺគាត់គឺជានិយាយទៅគឺគាត់មានអត្តចរិតអត់ល្អតាំងពីតូចមកហ្មងគឺពីតូចគាត់ចូលចិត្តលបមើលបងស្រីគាត់មួយទឹកហើយអញ្ចឹងហើយទៅធ្វើឲ្យប៉ាម៉ាក់របស់គាត់
ដាក់វិន័យគាត់តឹងរឹងអីចឹងណាហើយគេបាននិយាយថានៅសាលារៀនគាត់ធ្លាប់ធ្វើឲ្យសិស្សស្រីមានផ្ទៃពោះហើយក៏ត្រូវបានគេបដិញ្ញចេញពីសាលាអីចឹងទៅប៉ុន្តែអានេះវាដឹងថាពិតឬក៏អត់ទេព្រោះថាវាអត់ផ្លូវការព័ត៌មានហ្នឹងជួនទៅវាអាចនឹងជាការទៅសេបន្ថែមសាច់រឿងពីខាងសារព័ត៌មានអីចឹងណាវាអត់ច្បាស់ដែរគាត់ថាខ្ញុំនិយាយទៅតាមនឹងដែរចឹងទៅនៅក្នុងឆ្នាំ1975លាវឆាវគាត់បានចូលបម្រើការនៅក្នុងកងទ័ពតែនៅទីហ្នឹងគឺគាត់ធ្វើការនៅក្នុងរោងបាយគឺគាត់ជាអ្នកកាប់សាច់ជាអ្នកស្លាប់សត្វសម្រាប់ជ្រូកអីចឹងទៅហើយនៅក្នុងពេលដែលគាត់បម្រើការនៅក្នុងកងទ័ពហ្នឹងគឺនៅក្បែរមូលដ្ឋានទ័ពគាត់ហ្នឹងគឺធ្លាប់មានករណីឃាតកម្មមួយកើតឡើងដែលវាជាករណីឃាតកម្មខុសខើដែរមានការសម្លាប់ហើយកាត់បំបែកសាកសពអីចឹងណាដែលហ្នឹងហើយបានធ្វើឲ្យលាវឆាវគាត់ចាប់ផ្ដើមចាប់អារម្មណ៍ទៅលើការសម្រាប់ការកាត់បំបែកសាកសពអីហ្នឹងហើយណាមួយដោយសារតែគាត់ជាអ្នកធ្វើការងារខាងផ្នែកកាប់សាច់កាប់អីចឹងផងវាដូចជាគាត់មានទំនោរទៅខាងអញ្ចឹងបដ ாய் ណាគាត់ដូចរកឃើញខ្លួនឯងថាគាត់ចូលចិត្តធ្វើរឿងចឹងទីទៅគាត់អត់ចង់សម្រាប់ទៅលើសត្វទេគាត់ចង់អនុវត្តទៅលើមនុស្សម្ដងចាប់តាំងពីពេលហ្នឹងមកគឺអារម្មណ៍របស់គាត់គឺចាប់ផ្ដើមស្មើស្មៃគាត់ចង់ធ្វើរឿងហ្នឹងគឺគាត់គិតពីរឿងហ្នឹងជារៀងរាល់ថ្ងៃហើយក៏ចេះតែស្វែងរកឱកាសមានឱកាសណាល្អអីចឹងគឺគាត់នឹងធ្វើអ្នកនរគ្នាខ្ញុំនិយាយច្រឡំមិញហ្នឹងគឺគាត់ចូលបម្រើកងទ័ពហ្នឹងនៅក្នុងឆ្នាំ1995ហើយនៅក្នុងឆ្នាំ1998គាត់ក៏ត្រូវបានគេបដិញ្ញចេញដោយសារតែគាត់ល្មើសវិន័យហើយបន្ទាប់ពីចាក់ចេញពីខាងកងទ័ពហ្នឹងហើយគាត់ក៏បានធ្វើដំណើរទៅកាន់ទីក្រុងហាងជើហើយមិនយូរប្រហែលចូលដល់ឆ្នាំ1999ហ្នឹងដើមឆ្នាំហ្នឹងគាត់ក៏រកបានការងារជាសន្តិសុខនៅក្នុងអាគារឡៃដាហ្នឹងឯងហើយចូលធ្វើអត់បានមួយខែផងក៏កើតមានករណីឃាតកម្មទៅលើកញ្ញាលាវតែម្ដងហើយការប្រព្រឹត្តករណីឃាតកម្មទៅលើកញ្ញាលាវហ្នឹងគឺគាត់មិនមែនដូចថាគាត់គិតទុកថាគាត់ចង់ធ្វើថ្ងៃនេះថ្ងៃនោះអីអត់ទេណាគឺគាត់ដូចថាថ្ងៃហ្នឹងមកដល់ឱកាសល្អមកដល់គាត់ឃើញឱកាសហើយគឺគាត់ចង់ធ្វើគាត់ធ្វើវាភ្លាមហ្មងគឺគាត់អត់មានត្រៀមខ្លួនជាមុនប្រហែលថ្ងៃមុនអីគឺអត់ទេបុគ្គលិកម្នាក់ដែលធ្វើការជាមួយនឹងលាវឆាវគាត់បានរំលឹកពីលាវឆាវថាលាវឆាវហ្នឹងគឺជាមនុស្សដែលនិយាយស្ដីចេញមកគឺរោគចិត្តខ្លាំងមែនទែនគឺគាត់និយាយតាក់ទងទៅនឹងមនុស្សស្រីគាត់និយាយដដែលតាក់ទងទៅនឹងមនុស្សស្រីនៅក្នុងផ្លូវដែលរោគចិត្តដូចជាគាត់ធ្លាប់បាននិយាយថាមនុស្សស្រីដែលពាក់ប៊ីគីនីរំនៅក្នុងទ្រុងហើយត្រូវបានមនុស្សប្រុសនឹងជុំវិញខ្លួនយើងយកកវិតទៅចាក់អីចឹងទៅហើយអាហ្នឹងមិនដឹងថាជាការស្មើសម័យគាត់នឹកឃើញអីមិនអីមិនដឹងទេហើយនៅក្នុងថ្ងៃទី19ខែកុម្ភៈដែលវាត្រូវជាថ្ងៃទី4នៃបុណ្យចូលឆ្នាំចិនហ្នឹងដែលកញ្ញាលាវគាត់ទៅធ្វើការជាធម្មតាហើយហ្នឹងហើយវាគឺជាឱកាសសម្រាប់លាវឆាវគឺគាត់ស្រឡឹងឃើញថាឱកាសដូចហុចមកឲ្យគាត់នៅក្នុងថ្ងៃហ្នឹងគឺនៅក្នុងក្រុមហ៊ុនវាមានសភាពស្ងប់ស្ងាត់ចឹងណាអញ្ចឹងគឺគាត់ក៏សម្រាប់ចិត្តថានឹងប្រព្រឹត្តករណីឃាតកម្មទៅលើកញ្ញាលាវហ្នឹងនៅក្នុងថ្ងៃហ្នឹងតែម្ដងពួកគេទាំងពីរនាក់គឺអត់ដែលមានគំនុំអីជាមួយគ្នាទេតែលាវឆាវគាត់បាននិយាយថាកញ្ញាលាវហ្នឹងគឺគាត់មានអត្តចរិតល្អហើយគាត់ស្អាតគាត់មានស្បែកស្អាតមានរូបសម្រស់ស្រស់ស្អាតអីចឹងទៅហើយគាត់បាននិយាយថាគឺគាត់មានទំនោរតាំងពីគាត់នៅក្មេងម៉ែថាគាត់ចូលចិត្តរបស់អីដែលស្អាតចឹងណាគឺស្រឡាញ់របស់អីដែលស្អាតប៉ុន្តែស្របពេលជាមួយគ្នានឹងដែរគាត់ក៏ចង់បំផ្លាញរបស់នឹងដែរហើយលើឆាវគាត់បាននិយាយថាកាពិតទៅគឺគាត់ប្រុងប្រព្រឹត្តករណីឃាតកម្មទៅលើនារីផ្សេងមុនកញ្ញាលាវនឹងទៅទៀតគឺនៅពេលមួយគឺមាននារីម្នាក់គាត់មកពីក្រៅគាត់រត់មកពីទល់មុខហ្នឹងគាត់មកសុំជប់ទឹកនៅក្នុងអាគារហ្នឹងណាហើយលឺឆាវក៏ណែនាំគាត់ទៅបន្ទប់ទឹកអីចឹងទៅនិយាយទៅគឺលបួងគាត់ទៅចឹងណាប៉ុន្តែវាជាសំណាងល្អដែលនារីម្នាក់ហ្នឹងគាត់ដូចមានអារម្មណ៍ថាភ័យខ្លាចគឺគាត់គ្រាន់តែចូលទៅក្នុងបន្ទប់ទឹកភ្លាមគាត់ចេញមកវិញភ្លាមហើយគាត់ប្រាប់លឺឆាវថាគាត់ចូលហើយគាត់លែងចូលហើយគាត់ខ្លាចហើយគាត់ក៏ចាក់ចេញទៅបាត់ទៅដែលនេះវាគឺជាសំណាងល្អសម្រាប់នាងប៉ុន្តែវាបានคล้ายទៅជាអកុសលសម្រាប់កញ្ញាលាវទៅវិញនៅក្នុងថ្ងៃហ្នឹងគឺកញ្ញាលាវគាត់បានខ្ចីកង់របស់លាវឆាវគឺគាត់មានការចេញទៅក្រៅអញ្ចឹងណាហើយអំឡុងពេលដែលកញ្ញាលាវអត់ទាន់ត្រឡប់មកវិញហ្នឹងលាវឆាវគាត់ក៏បានគិតពីគម្រោងឃាតកម្មរបស់គាត់ដែលគាត់ត្រៀមកន្លែងប្រព្រឹត្តករណីឃាតកម្មរបស់គាត់ហ្នឹង3កន្លែងគាត់ត្រៀមថាបើសិនជាកន្លែងទី1អត់ជោគជ័យទេគាត់ធ្វើកន្លែងទី2ហើយកន្លែងទី2អត់ជោគជ័យទេគាត់ធ្វើកន្លែងទី3
ហើយគាត់ថែមទាំងបានហាត់សមធ្វើករណីហ្នឹងជាច្រើនលើកច្រើនសារទៀតពីព្រោះថាវាគឺជាការប្រព្រឹត្តលើកដំបូងបងគាត់អញ្ចឹងណាអញ្ចឹងគឺគាត់ហាត់សមច្រើនដងខ្លាំងមែនតើគាត់ថែមទាំងបានទិញស្រាមកផឹកដើម្បីវាជំរុញនៅភាពក្លាហានរបស់គាត់នៅក្នុងការធ្វើរឿងហ្នឹងទៀតនៅពេលដែលកញ្ញាលាវត្រឡប់មកវិញវាគឺជាពេលល្ងាចហើយនៅក្នុងពេលមួយដែលកញ្ញាលាវបានចូលបន្ទប់ទឹកហ្នឹងហើយវាគឺជាឱកាសដែលលាវឆាវគាត់គិតថាគាត់នឹងធ្វើវានៅក្នុងពេលហ្នឹងគឺគាត់នឹងចាត់ការកញ្ញាលាវនៅក្នុងបន្ទប់ទឹកហ្នឹងឯងហើយបន្ទប់ទឹកហ្នឹងក៏វាជាទីតាំងមួយក្នុងចំណោមទីតាំងទាំង3ដែរគាត់ក្រងនឹងធ្វើដែរពេលដែលកញ្ញាលាវចូលបន្ទប់ទឹកហ្នឹងគឺលាវឆាវគាត់បានចូលទៅតាមហើយគាត់បានយកកបិតទៅគម្រាមកញ្ញាលាវហើយគាត់បានប្រាប់កញ្ញាលាវឲ្យដោះខោឲ្យគឺគាត់ចង់រួមដំណេកជាមួយនាងគាត់និយាយហើយគាត់សោយដូចមនុស្សឈួនអញ្ចឹងហើយកញ្ញាលាវដំបូងនាងភ័យដែរប៉ុន្តែនៅពេលដែលនាងឃុំក្លិនស្រាចេញពីមាត់របស់លាវឆាវហើយទៅឃើញគាត់សោយដូចមនុស្សឈួនអញ្ចឹងណានាងក៏គិតថាគាត់ស្វឹងហើយគាត់គ្រាន់តែលេងសើចអត់ហ៊ានធ្វើអីចឹងណាគាត់ក៏និយាយប្រាប់លាវឆាវថាលោកស្វឹងហើយលោកអាចធ្វើអញ្ចឹងឯងគឺលោកស្វឹងហើយប៉ុន្តែលាវឆាវគាត់បានប្រាប់នាងថាគាត់អត់ស្វឹងទេគឺគាត់ត្រូវការរួមដំណេកជាមួយនាងតែទោះជាមិនក៏ដោយក៏កញ្ញាលាវអត់គិតថាគាត់នឹងធ្វើអញ្ចឹងវាប្រហែលជានាងអាចនឹងភ័យខ្លាចដែរប៉ុន្តែគ្រាន់តែនាងចេះតែនិយាយបន្លំអីចឹងណាហើយទីបំផុតលាវឆាវគាត់ក៏បានច្បាច់កបញ្ចប់ជីវិតកញ្ញាលាវវាអត់ច្បាស់ដែរកន្លែងហ្នឹងវាប្រហែលជាពេលហ្នឹងគាត់ចាប់រំលោភនាងផងក៏មិនដឹងហើយនាងរើនាងអីចឹងទៅគាត់ក៏ច្បាច់កបញ្ចប់ជីវិតនាងតែម្ដងទៅគ្រាន់ដឹងថាបន្ទាប់ពីកញ្ញាលាវបាត់បង់ជីវិតហើយទើបលាវឆាវរំលោភទៅលើសាកសពរបស់នាងបន្ទាប់ពីរំលោភទៅលើសាកសពរបស់កញ្ញាលាវហើយបានគាត់យកសាកសពរបស់នាងឡើងទៅអគារជាន់ទី11ដែលវាគឺជាអគារដែលគេកំពុងតែសាងសង់ហ្នឹងគាត់ដឹងថាគឺអត់មានកម្មករអីនៅធ្វើនៅហ្នឹងទេហើយវាជាកន្លែងស្ងប់ស្ងាត់ល្អបើសិនជាមានអាគេម្នាក់ចូលមកក្រុមហ៊ុនអីទៅវាអត់រំខានដល់ការងារគាត់ណាគឺគាត់បានកាន់បែកសាកសពកញ្ញាលាវនៅក្នុងបន្ទប់ទឹកនៅអគារជាន់ទី11ហ្នឹងនៅក្នុងការកាន់បែកសាកសពហ្នឹងគឺគាត់បាននិយាយថាវារៀងស្មុគស្មាញសម្រាប់គាត់ដែរគឺវាខុសពីការរំពឹងទុករបស់គាត់គិតថាអញ្ចឹងវាដូចថាពេលដែលគាត់ធ្វើហ្នឹងគឺវាមានឈាមខ្ទាតប្រឡាក់គ្រប់កន្លែងវាធ្វើឲ្យគាត់រៀងឈឺក្បាលស្មុគស្មាញអីចឹងដែរប៉ុន្តែគាត់ក៏បាននិយាយថាទីបំផុតគាត់ក៏បានសម្អាតវាយ៉ាងស្អាតនិយាយទៅគឺអត់មានបន្សល់ដានអីទេហើយក៏ច្រកសាកសពរបស់កញ្ញាលាវចូលទៅក្នុងបាវនិងដាក់នៅក្នុងដាក់នៅខាងក្រមួយកន្លែងលាងដៃកន្លែងលុបមុខហ្នឹងឯងហើយមួយទៀតគឺនៅក្នុងអំឡុងពេលដែលគាត់កាត់បំបីសាកសពកញ្ញាលាវហ្នឹងគាត់ក៏ចង់មានអារម្មណ៍ថាគាត់ឆ្ងល់គាត់ចង់សាកល្បងសាច់មនុស្សគាត់ចង់ដឹងថាតើវាមានរសជាតិបែបម៉េចហើយគាត់ក៏បានកាត់សាច់របស់កញ្ញាលាវម្ដុំហើយបានយកវាទៅកន្លែងចក្រានកន្លែងបោះកម្មករដាំស្លនៅអគារជាន់ទី11ហ្នឹងណាប៉ុន្តែវាចៃដន្យពេលហ្នឹងគឺវាអត់មានហ្គាសទេហើយអញ្ចឹងគាត់ក៏អត់បានធ្វើរឿងហ្នឹងទេបន្ទាប់ពីគាត់ជ្រាបបំណែកសាកសពរបស់កញ្ញាលាវនិងសម្អាតកន្លែងកាត់ហេតុហើយអស់ហើយលាវឆាវគាត់ថែមទាំងបានទៅឆ្លោះកញ្ចក់មើលមុខខ្លួនឯងទៀតគឺគាត់និយាយថាពេលហ្នឹងគឺគាត់មានអារម្មណ៍រំភើបដែលគាត់ទទួលបានបទពិសោធន៍លើកដំបូងដែលគាត់បានធ្វើអ្វីដែលគាត់ចង់ធ្វើអញ្ចឹងណាហើយគាត់ចង់មើលមុខខ្លួនគាត់ថាបន្ទាប់ពីគាត់ធ្វើរឿងហ្នឹងហើយតើគាត់មានសភាពកាចសាហាវជាងមុនអីអត់ប៉ុន្តែវាអត់ទេនៅតែមុខគាត់ដដែលហ្នឹងហើយបន្ទាប់ពីហ្នឹងមកគាត់ក៏រត់គេចខ្លួនហើយគាត់ទៅខ្ចីលុយមិត្តរួមការងារគាត់ថាគាត់មានការបន្ទាន់អីចឹងទៅហើយក៏ប្រញាប់ចាក់ចេញពីទីក្រុងហាងជើទៅប៉ូលីសអត់អាចស្វែងរកឃើញថាលាវឆាវគាត់រត់គេចខ្លួនទៅណាទេប៉ុន្តែបន្ទាប់ពីការគាត់គេចខ្លួនរបស់គាត់បានប្រហែលជាមួយខែគឺគាត់បានសរសេរសម្បត្តិផ្ញើមកកាន់ប៉ូលីសនៅទីក្រុងហាងជើដោយនៅក្នុងសម្បត្តិដំបូងរបស់គាត់ហ្នឹងគឺគាត់បានសរសេរទៅកាន់ប៉ូលីសថាលោកប្រធានប៉ូលីសតើលោកចង់ដោះស្រាយរឿងក្តីដែលសន្តិសុខសម្រាប់កណីស្រីកាត់បំបីសាកសពជាកង់ហ្នឹងមែនលោកមិនបាច់ចាំទៅតាមស្វែងរកឃាតករនៅណាទេខ្ញុំបាននាំខ្លួនខ្ញុំមកដល់មាត់ទ្វាររបស់លោកហើយខ្ញុំបានត្រឡប់មកទីក្រុងហាងជើកាលពីយប់មិញហើយនៅព្រឹកស្អែកគឺចន្លោះម៉ោង6ព្រឹកដល់ម៉ោង7កន្លះគឺមានបុរសម្នាក់ដែលពាក់អាវប៉ារ៉ាពាក់ឈុតប៉ារ៉ាគឺឈុតតាហ៊ានហ្នឹងនៅឈរនៅមុខខ្លោងទ្វារប៉ូលីសហើយហ្នឹងហើយគឺជារូបខ្ញុំ
គាត់បានបញ្ជាក់ខ្លួនគាត់ថាគាត់គឺជាលាវឆាវអញ្ចឹងណាប៉ុន្តែគឺគាត់ទៅសេអញ្ចឹងមែនគាត់ទៅសេដូចចង់បកគោលខ្លួនអញ្ចឹងណាប៉ុន្តែគឺនៅព្រឹកថ្ងៃហ្នឹងគឺអត់គេអត់ឃើញវត្តមានរបស់គាត់មកកាន់ប៉ូលីសទេហើយជាបន្តគាត់នៅតែបន្តទៅសេសម្បត្តិផ្ញើមកកាន់ប៉ូលីសជាបន្តពោហាអញ្ចឹងទៅសម្បត្តិខ្លះក៏គាត់និយាយរៀបរាប់លំអិតពីករណីឃាតកម្មគាត់ធ្វើមិនអីមិនហើយក៏និយាយពីអារម្មណ៍រំភើបរបស់គាត់ក្នុងការដែលគាត់ធ្វើរឿងហ្នឹងអីចឹងណានិយាយទៅវាជាការឌឺដងទៅប៉ូលីសហ្មងណាដែលធ្វើឲ្យប៉ូលីសខឹងខ្លាំងមែនទែនហើយប៉ូលីសព្យាយាមតាមស្វែងរកខ្លួនគាត់តាមតម្រុយសម្បត្តិអីចឹងដែរប៉ុន្តែគឺរកឃើញគាត់ទេយូរទៅគឺសម្បត្តិមិនត្រឹមតែផ្ញើទៅប៉ុស្តិ៍ប៉ូលីសទេថែមទាំងផ្ញើទៅក្រុមហ៊ុនអតីតមិត្តស្រីរបស់គាត់ហើយក៏ផ្ញើទៅខាងមូលដ្ឋានតបតែគាត់ធ្លាប់បម្រើការដែរដែលគាត់បានប្រៀបធៀបអាឃាតកម្មការកាន់បែកសាកសពទៅលើកញ្ញាលាវហ្នឹងទៅនឹងការងារដែលគាត់ធ្វើនៅក្នុងមូលដ្ឋានតបហ្នឹងឯងគាត់និយាយថាការកាន់បែកសាកសពហ្នឹងគឺវាដូចជាការហាន់សាច់នៅក្នុងផ្ទះបាយគឺដូចជាការងារដែលគាត់ធ្វើនៅមូលដ្ឋានតបអញ្ចឹងវាងាយវាអត់មានសម្ពាធអីដល់គាត់មានប៉ះពាល់អារម្មណ៍គាត់អីទាំងអស់វាធម្មតាសម្រាប់គាត់ហ្មងទេទៅអររយៈពេល5ឆ្នាំដែលប៉ូលីសព្យាយាមតាមស្វែងរកចាប់ខ្លួនលាវឆាវប៉ូលីសបានព្យាយាមខ្លាំងមែនតែមិនថាទទួលតម្រុយថាលាវឆាវណាទេគឺទៅស្វែងរកគាត់នៅហ្នឹងប៉ុន្តែនៅតែអត់និយាយទៅចាប់ខ្លួនគាត់បានរត់ឃើញគាត់ហើយ5ឆ្នាំរហូតដល់ឆ្នាំ2004គឺលាវឆាវគាត់បានផ្ញើសម្បត្តិមកកាន់ប៉ុស្តិ៍ប៉ូលីសចំនួន8សម្បត្តិហ្នឹងគឺខ្លះទៅដាក់អាស័យដ្ឋានពិតខ្លះទៅអាស័យដ្ឋានខ្លាំងអីចឹងទៅពេលដែលប៉ូលីសទៅតាមអាស័យដ្ឋានអីចឹងទៅលាវឆាវគាត់បានចាក់ចេញទៅបាត់អីចឹងទៅនិយាយទៅគឺតែងតែទៅក្រោយគាត់រហូតដល់ដែលតាន់គាត់ទេហើយលាវឆាវក៏បានទៅសេសម្បត្តិទៅអួតប៉ូលីសដែរថាគាត់បានកែច្នៃកាភ្លើងដើម្បីប្រើប្រាស់ក្នុងការប្លន់និយាយទៅគាត់ព្រោះនៅក្នុងការកិច្ចខ្លួនរបស់គាត់ហ្នឹងដោយការប្លន់ដើម្បីទទួលបានប្រាក់គាត់ទៅសេទៀតថាគាត់ថែមទាំងបានសាកល្បងកាភ្លើងកែច្នៃរបស់គាត់ហ្នឹងចង់ដឹងថាវាប្រើការកើតអត់គឺគាត់បានយកវាទៅបាញ់ពីការនៅកន្លែងសាធារណៈអីចឹងណាហើយក៏បកឲ្យមនុស្សប្រហែលជាម្នាក់ពីរនាក់រងរបួសអីចឹងដែរក្រៅពីហ្នឹងគឺគាត់បានបករបួសដល់មនុស្សមួយចំនួនទៀតតាមរយៈការប្លន់អីចឹងទៅពេលខ្លះក៏ឆ្លោះជាមួយគេហើយប្រើប្រាស់កាភ្លើងអីចឹងទៅប៉ុន្តែដូចជាអត់មានព័ត៌មានបញ្ជាក់ថាបានធ្វើឲ្យណាគេម្នាក់បាត់បង់ជីវិតទេគ្រាន់តែរងរបួសគាត់ថែមទាំងអួតអាងមកកាន់ប៉ូលីសទៀតថាគាត់កំពុងតែចូលរួមនៅក្នុងក្រុមជើងកាងធំខ្លាំងអីចឹងណាគឺគាត់កំពុងតែរៀបគម្រោងចង់ធ្វើរឿងដែលធំលើសមុនទៀតហើយនៅក្នុងសម្បត្តិមួយទៀតគឺគាត់បានអួតអាងទៅប៉ូលីសថាគាត់បានសម្លាប់មនុស្សម្នាក់ទៀតហើយដែលព័ត៌មានគេបាននិយាយថាពេលដែលលាវឆាវគាត់បានរត់គេចខ្លួនទៅកាន់ទីក្រុងជាងសានពេលហ្នឹងគឺគាត់ចង់ប្រព្រឹត្តករណីឃាតកម្មណាគឺគាត់បាននឹកឃើញទៅដល់ស្ត្រីម្នាក់ដែលជាអ្នកធ្វើការនៅក្នុងសន្តាគារមួយដែលគាត់ធ្លាប់មានចំនួនជាមួយនាងពីមុនមកអញ្ចឹងណាអញ្ចឹងគឺគាត់ចង់ប្រព្រឹត្តករណីឃាតកម្មទៅលើនារីម្នាក់ហ្នឹងហើយពេលហ្នឹងគឺគាត់មានគ្នាពីរនាក់ទៀតគាត់បានប្រមូលគ្នារបស់គាត់ទាំងពីរនាក់ហ្នឹងចូលទៅស្នាក់នៅក្នុងសន្តាគារហើយក៏បានបោកបញ្ឆោតឲ្យនារីបុគ្គលិកសន្តាគារម្នាក់ហ្នឹងចូលទៅក្នុងបន្ទប់ពួកគេហើយបន្ទាប់មកពួកគេក៏បានសម្រាប់នាងដោយយកត្បូងទៅវាយនិងយកផ្លាស្ទិកមកគ្រប់ក្បាលនាងហើយបន្ទាប់មកក៏លាក់សាកសពរបស់នាងនៅក្រុមខែហើយពួកគេក៏ចាក់ចេញទៅបាត់ទៅនៅក្នុងឃាតកម្មហ្នឹងលាវឆាវថែមទាំងបានបញ្ជាក់នៅក្នុងសម្បត្តិទៀតថាគឺគាត់បានប្រាប់ឲ្យគ្នារបស់គាត់ទាំងពីរនាក់ហ្នឹងកាត់បន្លាយសាកសពនាងហើយយកគ្រឿងក្នុងដូចជាថ្លើមដូចជាអីហ្នឹងទៅចំអិនបរិភោគប៉ុន្តែគ្នារបស់គាត់ពីរនាក់ហ្នឹងអត់ហ៊ានធ្វើវាទេហើយនៅក្នុងសម្បត្តិរបស់គាត់ហ្នឹងគាត់ថែមទាំងបានបញ្ជាក់ទៅកាន់ប៉ូលីសទៀតថាគាត់ឮដោយសារតែគាត់ឮថាប៉ូលីសនៅទីក្រុងជាងសានហ្នឹងគឺមានសមត្ថភាពខ្លាំងនៅក្នុងការដោះស្រាយរឿងក្តីអញ្ចឹងគឺគាត់ចង់ឲ្យប៉ូលីសនៅទីក្រុងជាងសានហ្នឹងសាកដោះស្រាយរឿងក្តីរបស់គាត់មើលនិយាយទៅគឺគាត់ចង់សាកល្បងប៉ូលីសហើយគាត់ក៏ថែមទាំងក្បត់គ្នារបស់គាត់ទាំងពីរនាក់ហ្នឹងទៀតដោយនៅក្នុងសម្បត្តិគាត់ផ្ញើទៅប៉ូលីសហ្នឹងគាត់និយាយប្រាប់ប៉ូលីសថាបើប៉ូលីសចង់ដោះស្រាយរឿងក្តីហ្នឹងនិយាយទៅគឺគាត់ចង់ឲ្យគាត់ផ្ដល់តម្រុយពីអ្នកគ្នាគាត់ហ្នឹងណាឲ្យផ្ញើលុយមកគាត់នឹងប្រាប់ពីព័ត៌មានពីអ្នកគ្នាគាត់នឹងនិយាយទៅគឺគាត់ក្បត់គ្នាគាត់ក៏គិតថាពីអ្នកហ្នឹងកំសាអីចឹងណាអត់ហ៊ានធ្វើអ្វីដែរគាត់ប្រាប់ឲ្យធ្វើឲ្យកាន់បែកសាកសពអីអំឡុងពេលដែលគាត់រត់គេចខ្លួនហ្នឹងគឺគាត់តែងតែប្រើឈ្មោះคล้ายប្រើអត្តសញ្ញាណប័ណ្ណคล้ายអីចឹងទៅប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយដោយសារតែរូបភាពរបស់គាត់គឺមានបិទ
ប្រកាសជាច្រើនកន្លែងហើយទីបំផុតបន្ទាប់ពីការរត់គេចខ្លួនអស់រយៈពេល5ឆ្នាំមកគាត់គឺ5ឆ្នាំគត់គឺនៅក្នុងថ្ងៃទី9ខែកុម្ភៈឆ្នាំ2004ក៏មានមនុស្សម្នាក់ដែលគេបានផ្ដោតតម្រុយទៅកាន់ប៉ូលីសថាគេបានឃើញបរិសម្នាក់ដែលមានភិនភាគដូចខ្លាំងទៅនឹងលាវឆាវហ្នឹងគឺគេបានឃើញគាត់កំពុងតែរស់នៅលាក់ខ្លួននៅក្នុងតំបន់ស៊ូនីងនៅក្នុងខេត្តពូជៀនប៉ូលីសបន្ទាប់ពីទទួលបានដំណឹងហ្នឹងក៏បានរៀបកម្លាំងទៅសង្កេតនៅក្នុងតំបន់ហ្នឹងហើយតំបន់ហ្នឹងគឺវាអត់ឆ្ងាយពីស្រុកកំណើតរបស់លាវឆាវប្រហែលនេះគឺត្រឹមតែ60គីឡូម៉ែត្រពីគ្នាប៉ុណ្ណោះប៉ូលីសបានទៅលបសង្កេតដោយសម្ងាត់ដើម្បីបញ្ជាក់ថាតើបុរសម្នាក់ហ្នឹងគឺជាលាវឆាវពិតប្រាកដមែនអត់ហើយបន្ទាប់ពីបានបញ្ជាក់ច្បាស់ថាគាត់គឺជាលាវឆាវពិតមែនប៉ូលីសក៏បានរៀបគម្រោងចាប់លាវឆាវដោយអត់ឲ្យគាត់បានដឹងខ្លួនមុនទេហើយទីបំផុតនៅថ្ងៃស្អែកឡើងគឺនៅថ្ងៃទី10ខែកុម្ភៈឆ្នាំ2004នៅពេលល្ងាចគឺលាវឆាវក៏ត្រូវបានប៉ូលីសចាប់ខ្លួនបានគឺប៉ូលីសបានទៅសកប់គាត់យកហ្មងពេលដែលគាត់បានដឹងខ្លួននេះហើយនៅពេលដែលដឹងថាខ្លួនត្រូវប៉ូលីសចាប់បានហើយអញ្ចឹងលាវឆាវគាត់ក៏អត់មានព្យាយាមតស៊ូអីដែរគាត់ក៏បាននិយាយថាគាត់ចោះចាញ់ហើយគាត់ព្រមពោះខ្លួនអីហើយនៅក្នុងល្ងាចហ្នឹងលាវឆាវក៏ត្រូវបាននាំខ្លួនទៅកាន់ទីក្រុងហាងជើវាគឺជាពេលវេលាដំបូងដែលគាត់ត្រូវប្រឈមមុខជាមួយនឹងប៉ូលីសហាងជើដែលគាត់បានទៅសេសវត្តទៅឌឺដងគេប៉ូលីសហាងជើបានសួរគាត់ថាមានអារម្មណ៍បែបណាដែរហើយការហ្នឹងគឺការដែលគាត់ទៅសេសវត្តដំបូងមកប៉ូលីសថាគាត់ត្រឡប់មកហាងជើមកបកគោខ្លួនអីចឹងណាថ្ងៃហ្នឹងហេតុអីបានជាលោកត្រឡប់មកវិញប៉ូលីសបានសួរទៅលាវឆាវអញ្ចឹងហើយលាវឆាវគាត់បាននិយាយថានៅក្នុងថ្ងៃហ្នឹងគាត់ពិតជាចង់បកគោខ្លួនមែនគឺគាត់ហៀបនឹងដើរចូលទៅក្នុងប៉ុស្តិ៍ប៉ូលីសហើយប៉ុន្តែគាត់អត់មានភាពក្លាហានគឺគាត់ខ្លាចស្លាប់គាត់គិតថាបើសិនបើគាត់បកគោខ្លួនគឺគាត់ត្រូវគេចាប់បានអញ្ចឹងគាត់ប្រកាសជាអត់អាចរួចពីទោសស្លាប់បានទេតែបើសិនបើគាត់ដឹងថាគាត់ត្រឹមតែទទួលទោសជាប់គុកអស់មួយជីវិតគឺគាត់គោលខ្លួនតាំងពីយូរណាស់មកហើយនៅក្នុងការសាកសួរហ្នឹងគឺលាវឆាវគាត់បានសារភាពរៀបរាប់ទាំងអស់ពីហេតុការណ៍មិនខ្លះដែលបានកើតឡើងអញ្ចឹងនិយាយទៅគឺរៀបរាប់លម្អិតដោយដែលខ្ញុំរៀបរាប់នៅខាងលើហ្នឹងអញ្ចឹងហើយគាត់រៀបរាប់មកទាំងអារម្មណ៍រំភើបដូចគាត់និយាយរំលឹកពីការចងចាំដ៏អស្ចារ្យដ៏រំភើបសម្រាប់គាត់អញ្ចឹងនិយាយរៀបរាប់មកដោយទឹកមុខញញឹមដូចដែលរូបភាពដែលអ្នកនរគ្នាបានឃើញអញ្ចឹងនិយាយទៅគឺមនុស្សរោគចិត្តចំតួហ្មងហើយបន្ទាប់ពីការចាប់ខ្លួនហ្នឹងប៉ូលីសក៏បានឆែកឆេរសង្កេតនៅកន្លែងដែលគាត់ស្នាក់នៅប៉ូលីសបានរកឃើញឌីវីដេអូជាច្រើនជាឌីវីដេអូអាភាសនិយាយទៅគឺគាត់ញៀនទៅនឹងវីដេអូអស់ទាំងហ្នឹងហើយគាត់ក៏មាន idol របស់គាត់ដែលគឺជាឃាតករជាអ ுக ្រិតជនល្បីល្បាញនៅចិនអីចឹងណាគឺគាត់មាន idol របស់គាត់ហើយក្រៅពីហ្នឹងគេក៏បានរកឃើញនៅវីដេអូជាច្រើនដែលនិយាយពាក់ព័ន្ធទៅនឹងការស៊ើបអង្កេតរបស់ប៉ូលីសនិយាយតាក់ទងទៅនឹងការស៊ើបអង្កេតស្វែងរកឃាតករអីចឹងទៅនិយាយទៅរបៀបពីថាគាត់សិក្សាពីតិចនិចចឹងគាត់ជាអ្នករត់គេចខ្លួនអញ្ចឹងគឺគាត់ជាយាមសិក្សាពីតិចនិចនៅក្នុងការរត់គេចខ្លួនពីឃាតករមុនអីចឹងទៅសិក្សាពីរបៀបដែលប៉ូលីសស៊ើបអង្កេតអីចឹងទៅហើយបើតាមការនិយាយរបស់គាត់គឺមិនមែនថាគាត់មិនខ្លាចទេនិយាយទៅគាត់ក្នុងជីវិតរបស់គាត់គឺគាត់រត់គេចខ្លួនណាគឺគាត់ខ្លាចថ្ងៃដែលគាត់ត្រូវបានប៉ូលីសចាប់ខ្លួនខ្លាំងអញ្ចឹងហើយបានគាត់ព្យាយាមសិក្សាពីរបៀបទាំងអស់ហ្នឹងលាវឆាវក៏ត្រូវបានអ្នកជំនាញធ្វើតេស្តទៅលើផ្លូវចិត្តគាត់ដែរដែលគេបានសន្និដ្ឋានថាគាត់មានជំងឺបុគ្គលិកលក្ខណៈគឺ personality disorder ជាពិសេសគឺជំងឺប្រឆាំងទៅនឹងសង្គមហើយគេបាននិយាយថាគាត់គឺជាមនុស្សឯកោគឺគាត់អត់ខុសពីឃាតករមួយចំនួនដែលព្យាយាមស្វែងរកការចាប់អារម្មណ៍អញ្ចឹងហើយបានគាត់ទៅសេសវត្តទៅប៉ូលីសអីចឹងទៅនិយាយទៅគឺគាត់ចង់ឲ្យគេចាប់អារម្មណ៍មកលើគាត់ចង់ល្បីដូចជាឃាតករមួយចំនួនអញ្ចឹងចង់បង្ហាញថាគាត់ខ្លាំងអីនឹងឯងនៅទីបំផុតលាវឆាវក៏ត្រូវបានតុលាការកាត់ទោសពីបទឃាតកម្មរំលោភកាត់បំបែកសាកសពនិងការផលិតនិងប្រើប្រាស់អាវុធខុសច្បាប់ហើយគាត់ទីបំផុតក៏ត្រូវបានកាត់ទោសប្រហារជីវិតប៉ុន្តែគឺអត់មានព័ត៌មានបញ្ជាក់ទេថាគាត់ត្រូវបានប្រហារជីវិតនៅពេលណាហើយខ្ញុំក៏ចង់បញ្ជាក់អ្នកនរគ្នាដែរថាព័ត៌មាននៅក្នុងរឿងក្តីនេះអាចនឹងមានព័ត៌មានខ្លះដែលវាអត់ពិតពីព្រោះថាបើតាមព័ត៌មានផ្លូវការវាអត់សូវមានព័ត៌មានអីច្រើនណាស់ទេតែវាអាចនឹងព័ត៌មានដែលរៀបរាប់ទៅខ្លះហ្នឹងមានខាងសារព័ត៌មានគេទៅសេ
បន្ថែមបច្ចេកបញ្ចូលដើម្បីឲ្យរឿងវាកាន់តែគួរឲ្យចាប់អារម្មណ៍អីចឹងណាហើយខ្ញុំក៏និយាយទៅតាមនឹងដែរអញ្ចឹងបើសិនជាខុសពីការប៉ັດអីខ្ញុំក៏សូមអធិស្ឋានផងប៉ុន្តែរឿងក្តីនេះវាគឺជារឿងក្តីប៉ັດមួយដែលកើតឡើងនៅចិនប៉ັດប្រកបមែនហើយជារឿងក្តីល្បីមួយតាក់ទងទៅនឹងករណីឃាតកម្មទៅលើកញ្ញាលាវការកាត់បំបែកសាកសពអីហ្នឹងវាគឺជាព័ត៌មានប៉ັດមែនតែក្រៅពីហ្នឹងដូចជាតាក់ទងទៅនឹងករណីឃាតកម្មមួយទៀតទៅលើនារីដែលធ្វើការនៅក្នុងផ្ទះសំណាក់អីចឹងខ្ញុំក៏ច្បាស់ដែរដឹងថាវាអត់ប៉ັດអត់ទេព្រោះថាវាព័ត៌មានវាអត់ផ្លូវការអញ្ចឹងណាអញ្ចឹងខ្ញុំក៏និយាយទៅតាមហ្នឹងទៅហើយចំពោះព័ត៌មានដែលតាក់ទងទៅកញ្ញាលាវដែលជាជនរងគ្រោះហ្នឹងគឺខាងសារព័ត៌មានគេអត់បានបញ្ចេញឲ្យដឹងទេអញ្ចឹងហ្នឹងជាមូលហេតុដែលខ្ញុំអត់បានរៀបរាប់ពីគាត់ព្រោះថាអត់មានព័ត៌មានដែលនិយាយពីគាត់នេះទៅករណីហ្នឹងវាអត់សូវមានព័ត៌មានផ្លូវការដែលចេញតែបង្ហាញឲ្យឃើញច្រើនទេដូច្នេះខ្ញុំសូមបញ្ចប់រឿងក្តីនេះតែត្រឹមហ្នឹងហើយខ្ញុំអរគុណអ្នកនរគ្នាដែលបានតាមដានតាំងពីដើមរហូតដល់ចប់